បាទជំរាបសួរបាទជំរាបសួរបងចង់ជួយណែនាំឈ្មោះឲ្យនឹងតួអង្គដែលបងសម្ដែងនៅក្នុងរបាំនេះបាទជាដំបូងខ្ញុំសូមគោរពនិងជំរាបសួរដល់ពុកម៉ែបងប្អូនតាមពីឋានក្តីខ្ញុំបាទថ្ងៃនេះគឺមានអារម្មណ៍រំភើបរីករាយមែនទែនដែលបានមកចូលរួមជាមួយបងប្អូនយុវជនយុវតីនិងរៀមច្បងលោកគ្រូអ្នកគ្រូទាំងអស់ខ្ញុំថ្ងៃនេះបានមកចូលរួមសម្ដែងជាតួប្របាទជ័យវរ្ម័នទី7ខ្ញុំបាទឈ្មោះរស់សុភ័ណ្ឌបាទចាដែលឡែកនេះខ្ញុំទូជីណាតក៏សូមគោរពទៅដល់ប្រិយមិត្តទស្សនិកជនទាំងអស់ផងដែរថ្ងៃនេះនាងខ្ញុំមានកិត្តិយសបំផុតដែលបានចូលរួមសម្ដែងជាតួអង្គព្រះនាងឥន្ទ្រទេវីនៅក្នុងរបាំថ្មីដែលត្រៀមនឹងដំឡើងសម្រាប់ដើមឆ្នាំ2026នេះចា៎ពេលបងជាមួយនឹងការសម្ដែងជាតួអង្គមួយនេះបងអាចជម្រាបជូនផងបានទេថាតើចំណាប់អារម្មណ៍របស់បងផ្ទាល់នៅពេលដែលបានត្រង់គ្រឿងនឹងបានសម្ដែងជាតួអង្គព្រះរបស់ខ្មែរបែបនេះមានមោទនភាពហើយរំភើបជាមួយនឹងអ្វីដែលជារបស់ខ្មែរបែបនេះចាជាការពិតណាស់នៅក្នុងនាមជាកូនខ្មែរនៅក្នុងសម័យបច្ចុប្បន្នបើទោះបីជាយើងមិនបានដឹងឮពីរឿងរបស់បុព្វបុរសប្រវត្តិសាស្ត្ររបស់យើងក៏ពិតមែនក៏ប៉ុន្តែតាមរយៈសិលាចារឹកដែលបន្សល់ទុកពីស្នាដៃបុព្វបុរសរបស់យើងរាប់ពាន់ឆ្នាំមកហើយនោះក្នុងនាមជាកូនខ្មែរសម័យនេះអ្វីដែលយើងអាចធ្វើបានសូម្បីតែការស្លៀកពាក់ឬក៏ក្រងឈុតនៅអ្វីដែលជាកេរដំណែលរបស់លោកទាំងអស់នោះក៏យើងជាមហាកិត្តិយសបំផុតដែលយើងមានឱកាសនិងមានកិត្តិយសបានក្រងនៅឈុតមួយនេះហើយតាមរយៈស្នាដៃដែលនឹងត្រៀមចេញជា MV ដែលមានឈ្មោះថាអប្សរាយៈសោតរៈបុរៈអាណាចក្រអង្គរនេះគឺជាស្នាដៃថ្មីដែលយើងបានរួមបញ្ចូលជាមួយនឹងរបាំដែលមានរាប់រយរាប់ពាន់របាំដែលយើងបានបន្សល់ទុកនៅតាមរយៈប្រាង្គប្រាសាទរបស់យើងហើយជាមួយនឹងស្នាដៃថ្មីមួយនេះយើងរួមបញ្ចូលគ្នាចាអញ្ចឹងតាមរយៈស្នាដៃមួយនេះនឹងបង្ហាញទៅដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាជាតិនិងអន្តរជាតិឲ្យបានដឹងថាអ្វីដែលខ្មែរមានគឺតាំងពីរាប់ពាន់ឆ្នាំមកហើយនោះគឺពិតជាល្អផូរផង់នៅនឹងបន្សល់ទុករហូតទៅដល់កូនចៅជំនាន់ក្រោយៗទៀតលោកបានដឹងឮនិងចែករំលែកនៅរាល់អ្វីដែលជាគេដំណើរដ៏ល្អផូរផង់នៃវប្បធម៌និងអរិយធម៌មួយនេះចា៎ដើម្បីជាការចូលរួមចំណែកក្នុងនាមបងជាតួអង្គដ៏សំខាន់មួយរូបរបស់បុព្វបុរសខ្មែររបស់យើងបងអាចជំរាបជូនផងបានទេថាបងប្អូនយុវជនជំនាន់ក្រោយក៏អាចចូលរួមតាមរយៈអ្វីខ្លះដែរក្នុងការផ្សព្វផ្សាយនៅអ្វីដែលជារបស់ខ្មែរយើងជាពិសេសគឺវប្បធម៌អរិយធម៌របស់ខ្មែរដ៏ផូរផង់សម្រាប់ខ្ញុំបាទខ្ញុំសូមពឹងនៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងក្តីឬក៏អ្នកសិល្បៈក្តីហើយនឹងយុវជនយុវតីទាំងអស់សូមឲ្យបើឃើញការសម្ដែងការបង្ហាញអ្វីដែលខ្ញុំបង្ហាញជាមួយនឹងសិល្បករសិល្បករនេះទាំងអស់សូមឲ្យជួយ like ជួយ share ដើម្បីឲ្យពិភពលោកគាត់បានស្គាល់នៅអរិយធម៌វប្បធម៌ខ្មែរយើងហើយជាពិសេសសូមឲ្យបងប្អូនជួយគ្រប់គ្រងនិងលើកទឹកចិត្តដល់ខ្ញុំបានផងបាទក្នុងនាមបងជាតួអង្គសម្ដែងនៅក្នុងនេះជាតួអង្គធំដែររំពឹងថាតើស្នាដៃនេះនឹងចេញមកនឹងផ្ដល់ភាពមហិមាបែបណាខ្លះដែរសម្រាប់សាធារណជនខ្ញុំថាស្នាដៃមួយនេះគឺថ្មីសម្រាប់ខ្ញុំគ្រាន់តែឮថាបង្កើត MV ដែលមានអប្សរារបាំយសោធរៈបុរៈចក្រគុំកគឺមានអារម្មណ៍ថាប្លែកប៉ុន្តែខ្ញុំសង្ឃឹមថានឹងជោគជ័យនៅពេលខាងមុខចុះសម្រាប់បងស្រីចាដូចគ្នានេះខ្ញុំក៏សង្ឃឹមថាតាមរយៈស្នាដៃមួយនេះនឹងទទួលបានការគ្រប់គ្រងហើយខ្ញុំជឿជាក់ថាប្រកាសជាជោគជ័យដោយសារតែនេះជាស្នាដៃមួយដែលបានសម្រិតសម្រាំងមែនទែនសូម្បីតែតួអង្គដែលជាអប្សរាទាំងអស់រហូតដល់ទៅជាង200នាក់ហើយអញ្ចឹងយើងនឹងត្រៀមការថតរបស់យើងនៅឯប្រាសាទអង្គរទៀតចាអញ្ចឹងវាជារឿងដ៏មហស្ចារ្យមួយមែនទែនសង្ឃឹមថាស្នាដៃនេះនឹងមានការគ្រប់គ្រងកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែររបស់យើងនៅក្នុងប្រទេសក៏ដូចជាសាធារណជននៅឯក្រៅប្រទេសផងដែរចា